42ហាត់ឲ្យច្រើនជាងហាត់សូកូនជាទីស្រឡាញ់អ្នកឲ្យរមែងជាទីស្រឡាញ់ឯអ្នកសូមរមែងជាទីរង្គៀសពាក្យនេះពិតប្រាកដណាស់កូនមើលតែកូនខ្លួនឯងក៏អាចឃើញបានតែបើមានអ្នកណាមកសូមអ្វីពីកូនមុនដំបូងកូនអាចមិនទាស់ចិត្តបានតែបើគេសូមរឿយសូមបីតែវត្ថុចាំបាច់ក៏ដោយកូនក៏មានការដឹងខ្លួនថាមិនពេញចិត្តដែរផ្ទុយមកវិញបើមានអ្នកណាយកអ្វីមកឲ្យកូនរឿយកូនបែរជាចូលចិត្តគេសូម្បីតែរបស់នោះមិនជាចាំបាច់គ្រាន់តែបន្តិចបន្តួចមិនមានតម្លៃអ្វីច្រើនក៏ដោយគួរតែកូនពេញចិត្តគេដែរក្នុងន័យនេះបើកូនធ្វើខ្លួនឲ្យជាអ្នកបរិច្ចាគច្រើនជាងជាអ្នកសូមបានកូននឹងជាទីស្រឡាញ់រាប់អានរបស់មនុស្សក្នុងទីនោះគេមិនរង្គៀសចំពោះកូនឡើយកូននឹងមានគ្នាច្រើនគេនឹងព្រមទទួលកូននឹងពេលខ្លះគេអាចលើកកូនឲ្យធ្វើជាអ្នកធំដឹកនាំពួកគេទៀតផងការដែលនៅរួមគ្នាជាពួកជាគណៈកូនត្រូវគិតថាយើងនឹងឲ្យអ្វីដល់គេខ្លះកូនត្រូវគិតយ៉ាងនេះឲ្យច្រើនជាងដែលកូនគិតថាយើងនឹងបានអ្វីអំពីគេខ្លះផ្ដើមគិតផ្ដើមធ្វើឲ្យបានរឿយយូរទៅក៏คล้ายទៅជាទម្លាប់នឹងជួយអ្វីនឹងឲ្យអ្វីដល់អ្នកដទៃក៏ធ្វើបានដោយស្រួលដែរអត់មានអល់អែរីរែកអ្វីឡើយមនុស្សដែលគិតដល់អ្នកដទៃច្រើនជាងខ្លួនឯងយ៉ាងនេះនឹងបានទទួលផលដូចតែបានពោលពីខាងដើមហើយតាមពិតនោះក៏មិនផុតពីការគិតឲ្យខ្លួនឯងដែរតែគិតឲ្យខ្លួនជាមនុស្សល្អគិតឲ្យមានប្រយោជន៍ជាខ្លឹមសារនៃជីវិតដូចនេះឈ្មោះថាធ្វើនៅប្រយោជន៍ទាំងពីរខាងគឺខ្លួនឯងនិងអ្នកដទៃផ្ទុយមកវិញបើធ្វើខ្លួនឲ្យជាមនុស្សនិយមសូមចូលចិត្តទទួលច្រើនជាងចូលចិត្តឲ្យនឹងคล้ายជាមនុស្សចិត្តចង្អៀតជាមនុស្សឃើញតែពីខ្លួនឯងមនុស្សដែលឃើញតែពីខ្លួនឯងចូលចិត្តតែសូមដូចនេះនឹងជាទីរង្គៀសនៃមនុស្សទូទៅរកគ្នាបានដោយលំបាកទោះជាមានមនុស្សមកគប់រោគខ្លះក៏គេមកគ្រាន់តែសំបីបានផលប្រយោជន៍របស់គេប៉ុណ្ណោះនឹងរោគឲ្យច្បាស់លាស់ពិតប្រាកដនោះមិនងាយមានឡើយចូលកូនមានធម៌4យ៉ាងប្រព្រឹត្តទៅជាមួយមនុស្សទាំងឡាយ4យ៉ាងគឺ1បើគួរឲ្យកូនឲ្យទៅបើគួរឲ្យកូនត្រូវឲ្យ2បើគួរនិយាយពីរោះត្រូវកូនត្រូវតែនិយាយពីរោះ3បើគួរជួយការជាប្រយោជន៍កូនត្រូវជួយ4បើគួរឲ្យកិត្តិយសដល់អ្នកដែលនៅជុំវិញកូនត្រូវឲ្យមិនត្រូវវាយរឹកបង្កើនខ្លួនឡើយ43ត្រូវប្រើប្រាក់កុំឲ្យប្រាក់ប្រើកូនជាទីស្រឡាញ់សម័យនេះអ្នកណាក៏ឃើញប្រាក់ថាជាព្រះរាជាម្ចាស់ដែរព្រះជាម្ចាស់ដែរព្រោះឃើញថាប្រាក់ជារបស់បណ្ដាលឲ្យបាននៅអ្វីគ្រប់យ៉ាងសូម្បីតែមនុស្សក៏គេអាចទិញបានដែរមើលចុះមនុស្សរាល់ថ្ងៃនេះក៏គឺសម្ដៅយកតែប្រាក់គ្រប់ផ្លូវដែលបានប្រព្រឹត្តគ្រប់វិធីទោះបីត្រូវធ្វើអាក្រក់ទុច្ចរិតខុសច្បាប់ខុសទម្លាប់យ៉ាងណាក៏ព្រមធ្វើទាំងអស់ឲ្យតែបានប្រាក់ព្រោះហេតុដូច្នេះហើយទៅក្នុងលោកយើងនេះត្រូវឡើងកម្ដៅទាំងកម្ដៅចិត្តទាំងកម្ដៅថ្ងៃប្រាក់សំខាន់ក៏ពិតមែនហើយណាកូនប៉ុន្
តែក៏ចូលកូនកុំឲ្យសេចក្តីសំខាន់ដល់ប្រាក់រហូតដល់ភ្លេចសេចក្តីល្អភ្លេចនៅគុណធម៌នោះកាលបើកូនឲ្យសេចក្តីសំខាន់ដល់ប្រាក់ច្រើនពេកទៅប្រាក់នឹងត្រូវខ្លាយជាចង្វាយលើកូនដោយពិតកាលបើមានប្រាក់ជាចង្វាយហើយប្រាក់នឹងកូននឹងប្រើកូនគប់កូនឲ្យធ្វើនេះឲ្យធ្វើនោះកូនអាចពិនិត្យមើលខ្លួនឯងបានគឺនៅពេលមិនទាន់មានប្រាក់កូនក៏មិនគិតចង់បានអ្វីច្រើនប៉ុន្មាននោះដែរចង់បានចង់ញ៉ាំចង់ទិញចំពោះតែរបស់ញ៉ាំចាំបាច់ប៉ុណ្ណោះលុះដល់កូនមានប្រាក់ច្រើនកូនក៏ចាំផ្ដើមចង់ញ៉ាំចង់ប្រើរបស់ដែលល្អប្លែកថ្លៃលើសពីការចាំបាច់គឺមនុស្សយើងត្រូវប្រាក់អំបិលឲ្យវិលខួរបាល់អស់ដោយមិនដឹងខ្លួនទៀតផងណាមនុស្សយើងកាលមិនទាន់មានប្រាក់អាចមានពេលដេកពួនសម្រាលសម្រាកសុខស្រួលវាស់ព្រឹកតែដល់ពេលមានប្រាក់ត្រឡប់ទៅជាមិនមានពេលដេកពួនស្រួលបួលរោគថ្ងៃសម្រាកក៏មិនមានសឹងតែរោគពេលបរិភោគអាហារឲ្យស្រួលមិនបានផងនៅពេលមានប្រាក់តិចអាចនៅជាមួយក្រុមគ្រួសារបានតែដល់ពេលមានប្រាក់ច្រើនបែរជាមិនមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារទៅវិញធ្វើឲ្យគ្រួសារខ្វះការកក់ក្ដៅនេះឯងណាកូនប្រាក់វាប្រើមនុស្សព្រោះហេតុតែមនុស្សយើងទៅវង្វេងជាមួយវាកូនមើលចុះមនុស្សខ្លះនៅពេលមានប្រាក់ក៏គិតការធំដុំហ៊ានជួលគេឲ្យទៅសម្លាប់មនុស្សដែលខ្លួនស្អប់ចិញ្ចឹមក្រុមអ្នកលេងកាប់ចាក់មុខរបរទុច្ចរិតផិតក្បត់ក្នុងគូក្រងរបស់ខ្លួនប្រព្រឹត្តអនាចារលើបុត្រភរិយារបស់អ្នកដទៃឡាប្រាក់វាប្រើឲ្យធ្វើទាំងអស់មិនមានប្រាក់ទេគេអាចមិនគិតធ្វើយ៉ាងនេះយ៉ាងនោះឬគេមិនអាចធ្វើវាបានឡើយដូច្នេះកូនត្រូវតែប្រយ័ត្នត្រូវរៀនឲ្យយល់ពីចិត្តលោកចិត្តល្ងងត្រូវកុំឲ្យប្រាក់មកជាចង្វាយឬជាបញ្ជាការប្រើកូនឲ្យសោះកូនត្រូវជាម្ចាស់លើប្រាក់វិញជាអ្នកប្រើប្រាក់និងប្រើក្នុងផ្លូវត្រូវយ៉ាងនេះទើបកូនមិនក្តៅក្រហាយស្ដាយក្នុងកាលជាខាងក្រោយឡើយ44គំនុំសងសឹកកូនជាទីស្រឡាញ់កូនធ្លាប់មើលភាពយន្តចិនមានរឿងពិភពគុណហៈចម្រើនកម្លាំងធាតុដើម្បីប្រយុទ្ធស្លាប់រស់ដោយកាន់យកកតិមួយថាគំនុំឈាមត្រូវតែយកឈាមមកសងឬគំនុំឈាមត្រូវតែសងសឹកចុងក្រោយបពពួកទាំងពីរខាងត្រូវស្លាប់ស្ទើរតែទាំងអស់នោះគ្រាន់តែជាភាពយន្តតែបើគិតដោយល្អនាំឲ្យបាននៅគំនិតមួយថាគំនុំនឹងការសងសឹកនោះមិនល្អឡើយជាការពិតណាស់កូនអើយគំនុំសងសឹកវាមិនល្អឡើយបើមានអ្នកណាមកធ្វើឲ្យកូនទាស់ចិត្តរហូតដល់ធ្ងន់ធ្ងរយ៉ាងណាបើកូនទ្រាំបានល្អណាស់កូនគឺកូនត្រូវតែទ្រាំកូនចាំបាច់យកចិត្តទុកដាក់ជាមួយជ្រមុលទៅក្នុងរឿងសងសឹកនោះធ្វើអ្វីវាធ្វើឲ្យតែកូនញាប់ញ័រដៅកាហាយចិត្តខឹងក្រោធពុះបញ្ច្រោលរហូតរោគសពរោគស្ងប់មិនបាននឹងអស់ពេលវេលាទៅទទេដោយឥតប្រយោជន៍កូនហើយកុំនុំគឺជាភ្លើងវាដុតរោលចិត្តនិងគំនុំរបស់យើងឲ្យក្តៅរោលរៀលគ្រប់ពេលវេលាធ្វើឲ្យយើងងុកងល់នៅតែជាមួយនឹងគំនិតគិតសងសឹកជានិច្ចជាបិសាចខ្លាញពេលវេលានិងសេចក្តីសុខក្នុងជីវិតយើងព្រមទាំងគ្រួសាររបស់យើងយ៉ាងពិតប្រាកដតែម្ដង
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាអ្នកឈ្នះតែប្រទេសនៅពីអ្នកចាញ់រមែងដេកជាតុកឯអ្នកដែលស្ងប់រងាប់បានលះបង់នៅការឈ្នះចាញ់ចោលហើយរមែងជាសុខគ្រប់អរិយាបថទាំង4កូនហើយបើអ្នកណាមកធ្វើឲ្យកូនខឹងក្រោធកូនអាចចោលបានក៏ចោលទៅឲ្យអភ័យបានក៏ឲ្យអភ័យទៅចិត្តកូននឹងបានសប្បាយខូចសុខភាពរបស់ចិត្តឡើយការគិតតែរឿងសងសឹកគ្រាន់តែដើម្បីឲ្យអស់គំនុំដើម្បីឲ្យសំចិត្តនោះពេលខ្លះអាចធ្វើឲ្យសំចិត្តនិងសប្បាយចិត្តបានប៉ុន្តែបានត្រឹមពេលមួយរយៈប៉ុណ្ណោះព្រោះផលនៃការសងសឹកបាននោះនៅមានទៀតតែលើក្រោយនោះកើតសាហាវណាស់វាតាមមកឲ្យយើងមានទុក្ខខ្លាំងខ្លាអាចរហូតមួយជីវិតក៏បានដូចជាសងសឹកហើយត្រូវរត់គេចមិនអាចរស់នៅក្នុងកន្លែងដើមបានសងសឹកហើយខ្លួនឯងត្រូវទៅដេកក្នុងគុក10ឆ្នាំ20ឆ្នាំឬរហូតអស់មួយជីវិតដូច្នេះមិនប្រសើរឡើយហើយត្រូវជាប់ពាវរានឹងគ្នាទៅជាតិក្រោយទៀតផងការដែលនឹងបន្លត់ភ្លើងគំនុំបាននោះនៅត្រង់ការឲ្យអភ័យនិងនៅត្រង់ការចង់ពៀមិនមែននៅត្រង់ការចង់ពៀនោះទេពាវរាត្រូវស្ងប់ដោយសារការមិនចង់ពៀជាពិតប្រាកដជាភ្លើងគំនុំនៅមិនទាន់រលត់ទេគឺមិនអាចរកសេចក្តីសុខស្ងប់ក្នុងជីវិតបានឡើយ45ទូលមានចិត្តបានទៅនៅជាសុខកូនជាទីស្រឡាញ់ពេលដែលយើងកើតទុក្ខកើតការមិនសប្បាយចិត្តឬមានបញ្ហាជីវិតកើតឡើងវិធីដោះស្រាយដែលល្អជាទីបំផុតហើយចាំបាច់ត្រូវឲ្យសម្រេចជាដំបូងគឺការទូលមានចិត្តយើងត្រូវទូលមានចិត្តឲ្យបានជាមុនសិនទៅបន្តទៅដោះស្រាយបញ្ហាផ្សេងបានក្រោយតាមក្រោយរឿងខ្លះគ្រាន់តែទូលមានចិត្តបានប៉ុណ្ណឹងគ្រប់យ៉ាងត្រូវបានបញ្ចប់ជាស្រេចហើយយើងមិនទូលមានចិត្តជាមុនទេរួចហើយមកដោះស្រាយបញ្ហាវាអាចធ្វើឲ្យរឹតតែលំបាកព្រោះថាបើយើងមិនទូលមានចិត្តទេយើងត្រូវដោះស្រាយបញ្ហាដោយលោភៈទោសៈមោហៈឬដោយកាយទុច្ចរិតវិច័យទុច្ចរិតនិងមโนទុច្ចរិតជាពិតប្រាកដរំខានវិធីទូលមានចិត្តគឺគប្បីតាំងសតិឲ្យបានល្អផ្សាយនៅភាពមកក្នុងចិត្តពិចារណាទៅតាមការពិតដោយល្អិតល្អន់ពិចារណាពិនិត្យសារឡើងវិញនៅរឿងដែលកើតឡើងមើលឲ្យឃើញការពិតថាតើរឿងបញ្ហាដែលកើតឡើងនោះវាកើតឡើងដល់យើងតែម្នាក់ឯងឬដល់អ្នកដទៃផងដែរគិតមើលឃើញអ្នកដទៃខ្លះមីគេមានបញ្ហាធំដុំធ្ងន់ធ្ងរជាងយើងទៅទៀតដែរទេហើយរឿងបែបនេះវាជារឿងប្រក្រតីធម្មតានៃគ្រប់ជីវិតបែបឬមិនមែនបើយើងគិតទៀងទាត់ពិចារណាស្ងប់គ្រប់ឃើញច្បាស់តាមកតេរបស់សង្ខារឃើញថាវាជារឿងក្នុងលោកនិងជារឿងរបស់លោកដូច្នេះដូចនេះឈ្មោះថាមើលឃើញសេចក្តីពិតលុះដល់បានជួបនៅសេចក្តីពិតដល់ខ្លួនឯងហើយកូននឹងចូលដល់ការទូលមានចិត្តបានលទ្ធផលរឿងធំក៏ខ្លាចជារឿងតូចចំណែករឿងតូចក៏ខ្លាចទៅជាមិនមានរឿងហើយយើងក៏បានសប្បាយចិត្តព្រោះអាចដោះស្រាយបញ្ហាបានដោយគំនិតនិងសតិបញ្ញារបស់ខ្លួនឯងដែលទុកកង្វល់នោះវាកើតឡើងក្នុងចិត្តព្រោះចិត្តនឹងឯងព្រមទទួលហើយប្រកាន់ទុកម្ល៉េះហើយទុកកង្វល់សពគ្រប់ទៅបានអាស្រ័យនៅនឹងចិត្តក៏យ៉ាងស្រួលបំផុតទុកកង្វល់នៅក្នុងចិត្តបានដោយស្រួលយើងអាចនិយាយបានថាបានតាមសបាយតែចិត្តខ្លួនឯងដែលនៅជាមួយទុកកង្វល់រមែងជាទុក
នេះព្រោះហេតុតែចិត្តព្រមទទួលយកទុកក្រែងទុកទទួលទុកទូលទុកនោះឯងបើចិត្តយើងមិនព្រមទទួលទុកមិនចាប់យកនៅសេចក្តីទុកមកទុកដាក់ទេតើចិត្តយើងនឹងជាទុកបានដោយដូចម្ដេចទៅតាមពិតពាក្យថាទូលមានចិត្តគឺចម្រើនបញ្ញាឲ្យមាននៅក្នុងចិត្តនោះឯងបើចិត្តអត់បញ្ញាគឺដូចពាក្យថាធ្វើខ្លួនឲ្យលំបាកអត់ប្រយោជន៍មានការអត់អាហារជាដើមដូច្នេះបើកូនមិនត្រូវការយកទុកមកដាក់ក្នុងចិត្តទេកូនត្រូវវឹកហាត់ឲ្យមានបញ្ញាដើម្បីទូលមានចិត្តឲ្យបានកុំខានឡើយ46មនុស្សដែលគេទុកចិត្តកូនជាទីស្រឡាញ់កូនត្រូវធ្វើខ្លួនឲ្យដូចពាក្យនេះគឺនៅឲ្យគេទុកចិត្តចាកចេញពិតគេរលឹកយ៉ាងទៀតនៅតែនៅឲ្យគេស្រឡាញ់លុះចាកចេញគេអាឡ័យកូននៅក្នុងទីណានៅជាមួយអ្នកណាធ្វើការកន្លែងណាធ្វើជាមួយអ្នកណាយូរឬមិនយូរក៏ដោយចុះការសំខាន់ជាដំបូងដែលកូនគួរធ្វើគឺសាងនៅភាពកក់ក្ដៅការទុកចិត្តគ្នាឯងនឹងសាងការពេញចិត្តឲ្យដល់អ្នកដទៃកំសាងនៅភាពក្តៅក្រហាយជូនជ្រួលច្បល់ចលាចលគឺកុំធ្វើឲ្យមានបញ្ហាដល់មនុស្សដែលកូននៅទៅធ្វើការជាមួយសោះបើកូនសាងនៅភាពកក់ក្ដៅនិងការទុកចិត្តឲ្យដល់អ្នកដទៃកូននឹងរស់នៅក្នុងកិត្តិយសមានច្រើនសុទ្ធតែជាអ្នកស្រឡាញ់ចូលចិត្តសម្បូរមិត្តខ្សត់សត្រូវផ្ទុយមកវិញបើកូនសាងនៅបញ្ហាគឺការក្តៅក្រហាយឲ្យដល់គេកូនមានតែគេរង្គៀសគេភ័យខ្លាចគេធុញទ្រាន់សាបសូន្យកិត្តិយសនិងរស់នៅជាទុក្ខវិធីសាងនៅភាពកក់ក្ដៅចិត្តនិងការទុកចិត្តនោះគឺការចេះលះបង់មិនឃើញតែពីខ្លួនឯងនិយាយស្ដីឲ្យល្អចេះជួយទុកធុរៈអ្នកដទៃគ្នាឯងជាមួយមនុស្សគ្រប់គ្នាមានកិរិយាបថមានរយាតរៀបសាររៀបរយស្លូតបូតត្រឹមត្រូវមិនប្រកាន់ខ្លួននិងមិនអួតខ្លួនគឺជាការរក្សាជានិច្ចនៅសម្បត្តិមនុស្សល្អកូនត្រូវចាំពាក្យនេះថាញញឹមរកគ្នាតាំងចិត្តសន្ទនាវិចារពិរោះពេលគេមានទុក្ខត្រូវជួយសង្គ្រោះបានអ្វីដាក់ពោះរស់តែឯងត្រូវចេះលះបង់ទាំងចេះស្មោះត្រង់ចេះចង់ចេះក្រែងទេសនាពិរោះសង្គ្រោះក្រៃលែងមិនអួតខ្លួនឯងមិនហែងទឹកចិត្តទឹកមាសបេះដូងមានព្រះមុនស្នេហ៍ស័ក្តិសិទ្ធិញាតច្រើនកន្លងអ្នកផងទុកចិត្តលុះចាកចេញពិតញាតមិត្តអាឡ័យចេះប្រើខ្លួនឯងព្រមទាំងចេះក្រែងអ្នកផងអាស្រ័យប្រឹងជួយការងារពេញជើងពេញដៃញាតមិត្តអាឡ័យពេលខ្សែជីវ៉ាចេះអានខ្លួនឯងប្រធូរសម្ដែងឲ្យចេះសិក្សាដឹងតួនាទីមិនចោលកិច្ចការចេះស្គាល់អាត្មាមនុស្សមនាចូលចិត្តចេះទឿនខ្លួនឯងទាំងចេះប្រឹងប្រែងអ្នកផងអាណិតកុំចាំគេប្រើការងារល្អពិតវិរិយសន្ធិញាតមិត្តត្រូវការ47ការមិនប្រកាន់ខ្លួនកូនជាទីស្រឡាញ់ការមិនប្រកាន់ខ្លួនមាន3ប្រការគឺគិតថាខ្លួនឯងប្រសើរជាងគេអ្នកប្រសើរជាងអ្នកដទៃមួយគិតថាខ្លួនឯងអន់ជាងគេជាងអ្នកដទៃមួយនិងគិតថាខ្លួនឯងស្មើនឹងអ្នកដទៃមួយការគិតទាំង3ប្រការនេះសុទ្ធតែមិនល្អទាំងអស់គិតថាខ្លួនឯងប្រសើរជាងអ្នកដទៃរមែងធ្វើឲ្យកើតការតម្កើងខ្លួនដោយសម្គាល់ថាមិនមានអ្នកណាស៊ូជាមួយខ្លួនឯងបាននឹងធ្វើឲ្យកើតការខ្នឹកខ្នងប្រហើន
ក្លាហានធ្វើអ្វីស្រេចតែចិត្តខ្លួនឯងសម្ដែងអាកប្បកិរិយាមើងងាយមើលថោកអ្នកដទៃគិតថាខ្លួនឯងអន់ជាងអ្នកដទៃរមែងធ្វើឲ្យកើតការរុញរាក្នុងការងារអស់កម្លាំងចិត្តបាក់ទឹកចិត្តភ្លេងប្រឹងប្រែងតទៅទៀតបណ្ដាលឲ្យជីវិតទៅតាមយថាកម្មដូចចកដែលទឹកធ្វើឲ្យគេមើងងាយមើលថោកបានព្រោះតែខ្វះការតស៊ូប្រឹងប្រែងគិតថាខ្លួនឯងស្មើនឹងអ្នកដទៃរមែងធ្វើឲ្យកើតក្រអើតកតងមិនក្រែងចិត្តណានឹងមិនគោរពអ្នកដទៃព្រមទាំងមិនត្រូវការស្ដាប់អ្នកណាទាំងអស់ព្រោះប្រកាន់ថាអ្នកដទៃប្រហែលតែខ្លួនឯងក្នុងផ្លូវដែលត្រឹមត្រូវគឺមនុស្សយើងក៏បីគោរពជឿស្ដាប់ទន់ភ្លន់ប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីដែលសមរម្យគឺដល់ពេលត្រូវគោរពក៏គោរពដល់ពេលត្រូវស្ដាប់ក៏ស្ដាប់ដល់ពេលត្រូវទន់ភ្លន់ក៏ទន់ភ្លន់ដល់ពេលត្រូវប្រឹងរឹងប៉ឹងក៏ប្រឹងប៉ឹងរៀបចំខ្លួនឲ្យចូលចោះជាមួយនឹងអ្នកដទៃសមរម្យជាមួយនឹងស្ថានភាពមនុស្សដែលធ្លាប់ដែលឆ្លាតក្នុងការរៀបចំខ្លួនលោកហៅថាអ្នកធ្វើខ្លួនឲ្យបានសមរម្យអាចចងចិត្តមនុស្សដែលនៅជុំវិញខ្លួនការមិនប្រកាន់ខ្លួនឯងខ្លួននេះជាមហាកុសលផ្នែកខាងការគោរពនិងទន់ភ្លន់ឲ្យលំទោនប្រឆាំងជាមួយនឹងវិន័យជាមង្គលដ៏ឧត្តមមនុស្សទន់វាចាមេត្តាក្នុងចិត្តពលមិនវិបរិតគំនិតទុមានក្លែមសារសម្ដីមានន័យដោយស្ពានឬដូចជាយាននាំអ្នកដំណើរមនុស្សទន់រិះគន់តែទោសកំហុសត្រង់ត្រូវវិញនោះតែងដាក់ចណ្ដើតម្កើងមនុស្សល្អឲ្យរិទ្ធប្រសើរនាំអ្នកដំណើរដើរក្នុងផ្លូវត្រូវគិរវោចៈនិវាតោចៈពីនេះស្មោះស្ម័គ្រជាអ្នកនាំផ្លូវមង្គលឧត្តមផុតរឿងអាស្រូវនាំអ្នកដើរផ្លូវទៅទីខ្ពស់មួយគឺគិរវៈគោរពកោតក្រែងពីព្រះសម្ដែងមានន័យវិរោះនីវាតោចៈនាំចេញចំលោះរួចផុតចាក់គ្រោះដាក់ខ្លួនទៀបខ្លួនទៀបទន់ភ្លន់ពិតគំនិតឧត្តមរៀបកាយសមរម្យនិយមសុភាពមិនមែនទន់ខ្សោយសូមឲ្យបានជ្រាបនេះគឺគុណភាពជីវិតបេដង